គេថាអបិយជំនឿបើមិនជឿកុំប្រមាទកម្មវិធីនេះឧបកិច្ចថាក្មេងៗកំពុងតែទាត់ពួកអាចោសៀមដេញពួកហែងទៅវិញគឺថាទាត់ធាក់អញ្ចឹងមកពួកហែងទៅវិញទៅក៏ទាំងវេទនាដែរជារឿងរាល់ឆ្នាំអ្នកស្រុកភូមិខ្ញុំធ្វើពិធីបដិញឧបទ្រពយ៉ាងไรចឹងតែឆ្នាំនេះលក្ខណៈទ្រង់ទ្រាយធំគឺថាបដិញពួកអាចោសៀមពួកអាចោស្លៀមពៀនចេញពីដែនដីប្រទេសកម្ពុជាឲ្យពួកហែងទៅវិញក៏ទៅទាំងវេទនាដែរហើយអបិយជំនឿបើមិនជឿកុំប្រមាទធ្វើកម្មវិធីនេះរយៈពេល3ថ្ងៃធ្វើពេលល្ងាចដោយតែឃើញរូបភាពនេះគឺឧបកិច្ចថាពួកអាចោសៀមពេលដែលចប់កម្មវិធីគឺថាក្មេងៗទាត់ក្លាប់ចាក់ពេញហ្នឹងហ្មងហើយការទូដាក់នៅក្នុងថាសហ្នឹងគឺលាយច្បល់ជាមួយស្ករដាក់ក្នុងមួយថាស3ចានទូពេលល្ងាចបងប្អូនខ្ទង់ម៉ោង4ម៉ោង5អញ្ចឹងភាពលក្ខណៈបែបនេះឯងបងប្អូនចាំមិនថាអបិយជំនឿបើមិនជឿកុំប្រមាទពួកខ្ញុំសាច់ឈាមជាខ្មែរនៅប្រទេសកម្ពុជាមានសញ្ជាតិខ្មែរអញ្ចឹងអ្វីដែលពួកខ្ញុំអាចចែករំលែកអាចជួយបានគឺពួកខ្ញុំនឹងធ្វើនឹងជួយបន្ទាប់ពីអងម៉ាំគាត់បួងសួងគាត់ធ្វើកម្មវិធីហើយធ្វើពិធីឧបកិច្ចរួចហើយគឺថាលេខច្បល់ជាមួយស្ករគឺនាំគ្នាហូបនេះគឺថាហូបមិនមែនហូបទាំងស្រុងទេបងប្អូនគឺហូបឧបកិច្ចបែកចោលខ្លះអញ្ចឹងណាអត់ហូបទាំងអស់ទេហើយកលែកមកមើលក្មេងៗវិញហូបបញ្ញាប់ខ្ញុំសួរតាមិនក៏ហូបបញ្ញាប់ហូបស្រួលបួលទៅគាត់ថាបញ្ញាប់ទៅទាត់ពួកអាចោសៀមនៅខាងមុខដោយសារតែឧបកិច្ចចងបន្ថងដូចខ្ញុំថតឲ្យមើលហ្នឹងគឺថាឧបកិច្ចដូចថាពួកអាចោសៀមអញ្ចឹងហើយខ្ញុំនេះវិញគឺថាគិតតែដាក់ថតទៅគ្មានបានហូបអីនឹងគេទេហើយកលែកមកមើលក្មួយនេះវិញគឺថាតាមថតតាំងពីឆ្នាំទៅរហូតដល់ឆ្នាំហ្នឹងទៀតលាយច្បល់ជាមួយស្ករហ្នឹងស្ករថ្មីទៀតបងប្អូននិយាយទៅឆ្ងាញ់ដែរបងប្អូនតែគាត់ថាខ្ញុំនេះមានបានទៅហូបអីទេដោយសារតែរវល់ដាក់ថតទុកបាំងạ đông chưa tắt ra không tắt raហើយនេះជាវីដេអូនៅថ្ងៃទី1ទេបងប្អូននៅថ្ងៃទី2ទី3បន្តទៀតហើយនៅថ្ងៃចុងបញ្ចប់ទៀតអរគុណទៅដល់បងប្អូនដែលចូលចិត្តនឹងតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយខ្ញុំនឹងធ្វើវីដេអូជូនបងប្អូនមើលបន្តកុំភ្លេចបងប្អូនជួយ like ជួយ share ជួយ follow page ខ្ញុំម្នាក់មួយផង